ដោយសារតែខ្ញុំយល់ឃើញថាចេះវាល្អហ្មងវាធ្វើឲ្យ audience ទស្សនិកជនគាត់បានភ្ញាក់រលឹកថាចេះគាត់មានជីកេខ្មែរហ្នឹងតាហើយជីកេខ្មែរមួយហ្នឹងគឺមានស្រីស្អាតនៅក្នុងការប្រាក់ទៀតខ្ញុំសង្កត់ភ្លេចហ្មងខ្ញុំនិយាយត្រង់សង្កត់ភ្លេចថាយើងមានជីកេមានអីហើយមានឈុតស្អាតអញ្ចឹងទៀតដល់ពេលថ្ងៃហ្នឹងគឺខ្ញុំមកគឺខ្ញុំមានអារម្មណ៍ថាស្មាភ្ញាក់រលឹកថាអូយខ្មែរយើងមានវប្បធម៌ច្រើនទៀតបងក្នុងចំណុចមួយនេះគឺខ្ញុំបានមើលឃើញដែរទៅលើ social media យើងគឺមានច្រើនមែនតើដែលគាត់អ្នកព្យាយាមប្រម៉ូទទៅល្អ content ល្អអ្នកខ្លះទៀតគឺគាត់ប្រេងបែបវាលើសលប់បានមានយើងកំពុងតែនិយាយគ្នាហើយថាពួកយើងមានកម្រងបន្តទៀតជាមួយនឹងបហៅទីបោះទៅលើ Walking Street របស់យើងខ្ញុំឲ្យមាន show ផ្លែកៗនៅបង្ហាញគឺបងឯងថាតែមិនដឹងអីការតែទីអូទីភ្ញៀវទេសចរជាតិនឹងអន្តរជាតិគាត់បានឃើញគាត់ខ្លះទៅជាមេឃមួយដើម្បីអូទីភ្ញៀវទេសចរជាតិគាត់មកភ្នំពេញគឺមាន Walking Street ហើយមកកន្លែងហ្នឹងគឺមានបទធម៌ក៏ដូចជាអរិយធម៌ផ្សេងៗដែលបង្ហាញទៅលើ street នោះផងដែរតាមពួកយើងមានអីដែលផ្លែកៗហើយថ្មីទៅលើ Walking Street ដូចគ្នាអូសម្រាប់ខ្ញុំវិញណាគឺតាំងពីគាត់បើកក្បាលដំបូងមកគឺគេនឹងលេងតុងស្គរអញ្ចឹងគឺខ្ញុំព្រឺរោមស្រាប់ហើយអ្នកនរគ្នាដឹងថាភ្លេងខ្មែរយើងគឺបង្កប់ខ្លាំងមែនតើគឺភាពព្រឺព្រោះដែរវាជាមកគឺមានអារម្មណ៍ថាអត្តធិអំណាចអញ្ចឹងពេលដែលខ្ញុំបានស្ដាប់គាត់គេហៅថាគេលេងរោមរបស់ហាចាគឺចូលគឺអ្នកខ្ញុំមានអារម្មណ៍ថារំភើបហើយអ្វីដែលសំខាន់គឺថ្ងៃនេះនេះខ្ញុំបានតែងគាត់ជាមួយនឹងឈុតជីកេទៀតអញ្ចឹងគឺវារត់តែផ្នែកហើយសុវ័យចិត្តរីករាយខ្លាំងមែនតើនៅក្នុងការក្រុងឈុតមួយនេះព្រោះនេះខ្ញុំមានកម្រងទៅថាក្រុងឈុតឲ្យបានគ្រប់ទម្រង់តែម្ដងនៃឈុតរបស់ខ្មែរយើងចាព្រោះដោយសារតាគិតថាខ្លួនឯងពាក់ស្អាតអញ្ចឹងហើយក៏តែបានគ្រប់ទម្រង់ឲ្យគេបានដឹងថាខ្មែរយើងគឺមានគ្រប់ទម្រង់ហើយទម្រង់នីមួយៗគឺស្អាតដាច់ពីគ្នាចាខ្ញុំតែឃើញគេរួមប្រាក់អារម្មណ៍អីចឹងទៅហេតុអ្វីបានចូលលើកយកខោគេមកឡើងលើឆាកនេះកាប់ទៅរឿងមួយនេះដោយសារតែយើងក៏មានបទសម័យដែរប៉ុន្តែគាត់ថាចាក់បើសិនជាយើងមានលីឡំជាមួយនឹងមានយីកេមានខ្មែរបុរាណទេវាកាន់តែពិសេសអស្ចារ្យចាកាន់តែពិសេសអស្ចារ្យដើម្បីអីរង្គោះ audience របស់យើងឲ្យគាត់បានឃើញពីវប្បធម៌របស់យើងដូចគ្នាអ្នកខ្លះគាត់សង្កត់ភ្លេចទៅជាមួយនឹងវប្បធម៌របស់យើងដូចជា account យីកេដូចជាភ្លេងបែបពីដើមអញ្ចឹងសូម្បីតែខ្ញុំក៏ដូចគ្នាដល់ពេលដែលមានអ្នកបង្ហាញបងៗដែលគាត់ដូចចិត្តខ្ញុំគាត់ណែនាំរីកមិនថាអូនចេះគឺយើងមានអារម្មណ៍ថាយើងស្មារតីយើងដឹងអញ្ចឹងយើងគិតថាកំណត់មួយនេះគឺល្អខ្លាំងមែនទែនយើងគួរតែធ្វើវាសម្រាប់ខ្ញុំអ្នកទាំងអស់គ្នាខ្ញុំមានតែកម្លាំងនៅក្នុងការធ្វើសម្រាប់កំណត់ផ្សេងៗគឺបានមកពីអ្នកជុំវិញខ្លួនខ្ញុំគឺគាត់ល្អខ្លាំងមែនទែនដែលគាត់ព្យាយាមបំផុសកំណត់ដែលល្អៗមកលើលោករៀនខ្ញុំចាឃើញថាអូនឆ្លៀតបង្ហាញសម្រាប់បងប្អូនខ្មែរហេតុអីដោយសារតែខ្ញុំយល់ឃើញថាចេះវាល្អហ្មងវាធ្វើឲ្យ audience ទស្សនិកជនគាត់បានភ្ញាក់រលឹកថាចេះគាត់មានជីកេខ្មែរហ្នឹងតាហើយជីកេខ្មែរមួយហ្នឹងគឺមានស្រីស្អាតនៅក្នុងការប្រាក់ទៀតខ្ញុំសង្កត់ភ្លេចហ្មងខ្ញុំនិយាយត្រង់សង្កត់ភ្លេចថាយើងមានជីកេមានអីហើយមានឈុតស្អាតអញ្ចឹងទៀតដល់ពេលថ្ងៃហ្នឹងគឺខ្ញុំមកគឺខ្ញុំមានអារម្មណ៍ថាស្មាភ្ញាក់រលឹកថាអូយខ្មែរយើងមានវប្បធម៌ច្រើនទៀតសម្រាប់ខ្ញុំក្នុងនាមជាយុវជនម្នាក់ដែលជាសិល្បករសិល្បករនីម្នាក់ដែលនៅក្នុងសង្គមសិល្បៈដូចគ្នានេះខ្ញុំអត់មានអីច្រើនទេក្រៅពីខំព្យាយាមបង្ហាញទៅលើវប្បធម៌ក៏ដូចជាវប្បធម៌ជាតិអរិយធម៌របស់យើងទៅលើមិនថា social media មិនថាប្រទេសជិតខាងដូចគ្នាឲ្យគាត់បានកាន់តែស្គាល់ពីប្រទេសយើងដូចគ្នាចាបងប្អូនដែរបានតែទៅជាមួយលើនេះយើងខ្លាចតែជាមានហើយបើតែខ្ញុំក៏យើងឃើញថាអ្នកដែលគាត់មានឈ្មោះនៅលើបណ្ដាញទូទៅមេឌៀនបណ្ដាញសង្គមហ្នឹងច្រើនតែធ្វើគេហៅថាវីដេអូប្រេកផ្សេងៗដែលវីដេអូប្រេកខ្លះក៏មានតែជាវីដេអូដែលធ្វើឲ្យប៉ះពាល់ដល់អ្នកផ្សេងៗចូលឯណាបើខ្ញុំមានបណ្ដាញយើងកំពុងតែខ្លាចទៅជាអីហើយតែអូនបានគេថាទៅធ្វើអ្វីដែរសម្រាប់គេថាសង្គមរបស់យើងអានសិនបងក្នុងចំណុចមួយនេះគឺខ្ញុំបានមើលឃើញដែរទៅលើ social media យើងគឺមានច្រើនមែនតើដែលគាត់អ្នកព្យាយាមប្រម៉ូទទៅល្អ content ល្អអ្នកខ្លះទៀតគឺគាត់ប្រេងបែបវាលើសលប់នៅក្នុងការអាចចង់និយាយបានគាត់គិតថាសុបាយប៉ុន្តែគាត់អត់គួរយកអាភាពសុបាយរបស់គេហ្នឹងណាកំណត់របស់គេហ្នឹងយកមកលេងសើចពេលខ្លះអាជីវភាពរបស់គេហ្នឹងគឺវាពិតជាសំខាន់ខ្លាំងមែនតើបើសិនជាអ្នកទាំងអស់គ្នាយកមកលេងសើចបែបហ្នឹងគាត់ចង់និយាយថាមនុស្សម្នាក់គឺជាគេហៅថាអាចនឹងបាក់ទឹកចិត្តបាក់ស្រុតតែម្ដងអញ្ចឹងខ្ញុំមានតែព្យាយាមសម្រាប់ខ្ញុំក្នុងនាមជាខ្ញុំកាត់ងារមិនថាផលិតផលទេគឺគ្រប់បណ្ដាគ្រប់ផ្សេងៗគឺខ្ញុំមានចាក់ខុសវិស័យមួយគឺខ្ញុំនៅប្រកាន់គោលចំហផ្ដោតទៅលើ content មិនថាមាតិកាដែលខ្ញុំបង្កើតគឺជួយប្រម៉ូទផ្សព្វផ្សាយនិងការពារទៅដល់ការផ្សព្វផ្សាយរឿងអ្វីដែលល្អៗទៅលើសង្គម social media ខ្ញុំនឹងបង្កើតជាបែបហ្នឹងហើយនឹងព្យាយាមធ្វើអ្វីដែលល្អៗដើម្បីជួយប្រម៉ូទពីសង្គមយើងផងដែរចាកុំបំពុលសង្គមចាហើយនេះខ្ញុំស្ដាប់ចុងក្រោយសង្ឃឹមថាម្ចាស់ brand នឹងល្អហើយនេះខ្ញុំសូមស្នើដល់ម្ចាស់ brand ទាំងអស់គ្នាសង្ឃឹមថាម្ចាស់ brand
ទាំងអស់គ្នានឹងយកចូលកុំយកមេត្តាដែលកំប្លែងប្រេងឬក៏ប្រេងអ្នកដទៃដែលវាជាការមួយដែលមើលទៅវាអត់សមស្របដែលអាចនឹងបង្ហោះទៅលើសង្គមណាវាធ្វើមួយនឹងវាពិតជាពិបាកផ្នែកមើលសម្រាប់តែខ្ញុំមួយពួកពេលខ្លះទៅគឺខ្ញុំអត់អាចបញ្ចេញមតិបានពេលខ្លះរឿងខ្លះខ្ញុំអាចបានបញ្ចេញមតិប៉ុន្តែសូមមេត្តាគុំបង្កើតនៅមេត្តាណាដែលវាបំពោសង្គមទី1ទី2វាធ្វើឲ្យអន់ថាប្រទេសជាតិយើងផងដែរដើម្បីឲ្យព្រោះដោយសារពេលដែលយើងធ្វើបែបហ្នឹងប្រទេសជិតខាងចាំតែមើលយើងឯងនៅពេលដែលយើងធ្វើបែបហ្នឹងគេប្រកាសថា trend set ឬ trend set គេនឹងតាមដានពីប្រទេសយើងដូចគ្នាអញ្ចឹងគេនឹងអាចនឹងវាតម្លៃទៅដល់មនុស្សទាំងអស់គ្នាចា៎ហើយណានោះខ្ញុំមកទទួលទៀតអូននិយាយចឹងខ្លាចផលិតផលផ្សេងគេអត់ได้អាចចាប់អារម្មណ៍លើសម្រាប់ខ្ញុំមួយគឺខ្ញុំប្រកាន់គោលចំហមួយថាសម្រាប់បងម្ចាស់ប្រព័ន្ធទាំងអស់គឺខ្ញុំគោរពហើយបងដែលពេញចិត្តដែលគិតថានាងខ្ញុំអាចកាន់ផលិតផលបងបានគាត់មើលពីខ្ញុំសូមឲ្យគាត់ទទួលជាខ្ញុំនៅក្នុងការដែលខ្ញុំប្រម៉ូទពាក់ព័ន្ធជាមួយនឹង content ដែលល្អប៉ុន្តែបើសិនជាបងគិតថាយកខ្ញុំទៅប្រេងយកខ្ញុំទៅឲ្យលេងល្បែងមួយណាដែលគិតថាវាអសិលធម៌នៅក្នុងសង្គមដែល social media គឺខ្ញុំសូមអត់ទទួលទេព្រោះដោយសារតែខ្ញុំប្រកាន់គោលចំហមួយថាយើងនឹងបង្កើតមាតិកាមួយណាដែលល្អសម្រាប់ social media ក៏ដូចជាបងទាំងអស់គ្នាឲ្យគាត់បានដឹងថាអ្នកដែលប្រម៉ូទផលិតផលទាំងអស់គឺអត់ដូចគ្នាទេម្នាក់សិតតែមានឆន្ទៈមានភាពការទទួលខុសត្រូវរៀងខ្លួនចាសូមអរគុណ